ការសាកល្បងដល់ឯកភាពនៃប្លុកអាស៊ានហើយអ្វីបានជាគេមើលឃើញបែបនេះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកណនអរីណាដែលនៅពេលនេះលោកមានវត្តមាននៅក្នុង studio របស់យើងស្រាប់បាទលោករីណាចំណុចណាខ្លះនៃបញ្ហាភាពតានតឹងក្នុងតំបន់និងចំណុចណាខ្លះពីបញ្ហាតំបន់មជ្ឈិមបូព៌ាដែលគេមើលឃើញថាវាអាចប៉ះពាល់ដល់ឯកភាពផ្ទៃក្នុងអាស៊ាននោះបាទឯកឧត្តមគង់ភោគដែលជាអ្នកការទូតកម្ពុជាជាលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់សារព័ត៌មានដោយទស្សនាវដ្តី Modern Diplomacy បាននៅមុនកិច្ចប្រជុំកំពូលនេះថាអាស៊ានមានបញ្ហាផ្ទៃក្នុងរបស់ខ្លួនច្រើនបើមិនដោះស្រាយទេគឺវាធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលកំពុងចាក់ស្រេះទី1តាក់ទងទៅនឹងវិបត្តិធម្មពលតាក់ទងទៅនឹងការកើនឡើងនៃចំនួនហ្នឹងវាស្ទះដល់ដំណើរការនៃការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសនានាជាពិសេសតំបន់អាស៊ីនិងអាស៊ាននេះគឺជាទីតាំងមួយនៃតំបន់ធំៗដែលនាំចូលប្រេងពីប្រទេសនានាអញ្ចឹងហើយបើសិនជាការមិនឯកភាពគ្នាការមិនមើលមុខគ្នាទេខ្វះកិច្ចសហប្រតិបត្តិការនឹងធ្វើឲ្យជួបបញ្ហាក្នុងហ្នឹងគឺសារព័ត៌មានដែរបានលើកឡើងថាអាស៊ានកំពុងតែប្រឈមនៅបញ្ហាត្រួតគ្នា3ទី1គឺបញ្ហាគេហៅថាអសន្តិសុខធម្មពលដោយសារតែភាពរង្គោះរង្គើឬដោយសារតែរំខាននៃខ្សែជីវៈផ្គត់ផ្គង់ប្រេងសកលអញ្ចឹងយើងដឹងទាំងអស់គ្នាពីផលប៉ះពាល់ដែលកើតឡើងដោយសារបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាទី2គឺសង្គ្រាមស៊ីវិលនៅសហភាពមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ2021ក្រោយមានរដ្ឋប្រហារយោធាមកដល់ពេលនេះគឺมันមានការឯកភាពពេញលេញនៅក្នុងកុងសង្ស៊ីឬក៏ការមតិឯកច្ឆន្ទរបស់អាស៊ានទៅលើកិច្ចការមួយចំនួនមួយទៀតគឺយើងដឹងទាំងអស់គ្នាទៅតាក់ទងនឹងភាពតានតឹងខាងបញ្ហាព្រំដែនរវាងថៃនិងកម្ពុជាក៏ជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយដែរក្នុងនោះអាស៊ានក៏កំពុងតែធ្វើកិច្ចការគេហៅថាផែនការសម្របសម្រួលធម្មពលតំបន់នេះគឺដែលគេឲ្យឈ្មោះថាកិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ានអញ្ចឹងក្នុងសារព័ត៌មានដែលក៏បានស្រង់សម្ដីអ្នកការទូតកម្ពុជាថាបើសិនបើតោះតើមិននិយាយរកគ្នាមិនសហការគ្នាឲ្យបានពេញលេញទេអញ្ចឹងការអនុវត្តផែនការនេះវានឹងអូសពេលវេលាមិនអាចអនុវត្តបានហើយការសម្របសម្រួលឲ្យចេញទៅជាក្របខ័ណ្ឌក្នុងការអនុវត្តក៏មិនបានដែរហើយម្យ៉ាងទៀតបើសិនជាប្រទេសមួយឆ្លៀតតែគិតអំពីបញ្ហាជាតិជាអាទិភាពមិនគិតពីប្រយោជន៍ជាក្រុមទេក៏ការអនុវត្តផែនការមិនអាចមានប្រសិទ្ធភាពដែរគឺប្រទេសមួយបែរជាទៅងាកគិតអំពីបញ្ហាជាតិជាធំដោយខ្វះការសហការអញ្ចឹងការធានាបាននៅការផ្គត់ផ្គង់ដោយគ្មានការរំខាននេះគឺនឹងជួបបញ្ហានឹងជួបឧបសគ្គហើយមួយទៀតក៏ជាការធ្វើការរួមគ្នាដែរដើម្បីឲ្យមានស្តុកឬអសន្និធិធម្មពលសម្រាប់រយៈពេលមធ្យមឬក៏រយៈពេលវែងបើសិនជាប្រទេសមួយមិននិយាយរកគ្នាមានការមើលបំណាំឬអាចថាមើលស្រាលអីជាដើមមិនងាកមកសហការទៅតាមការចង់បានជារួមតែអាស៊ានតាមប្រពៃណីជាគំរូប្រពៃណីគឺប្រើការមតិឯកច្ឆន្ទទៅលើការសម្រេចកិច្ចការទេអញ្ចឹងផែនការហ្នឹងវាត្រូវស្ទះហើយធ្វើឲ្យមានឧបសគ្គមានផលប៉ះពាល់កាន់តែខ្លាំងឡើងទៀតមួយទៀតគឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ដូចគ្នាដែរគឺมันអាចអាស៊ានបោះចោលនៅគោលការណ៍យន្តការរបស់អាស៊ានក្នុងការធ្វើការផ្នែកសេដ្ឋកិច្ចរឿងពាណិជ្ជកម្មរួមគ្នាបែរជាទៅលួចលាក់ចុះកិច្ចព្រមព្រៀងអីតែម្នាក់ឯងដើម្បីផលប្រយោជន៍ម្នាក់ឯងក៏ធ្វើឲ្យមានការរាំងស្ទះគឺមានការរំខានថ្នាក់អន់ចិត្តពីដៃគូផ្សេងទៀតនៅក្នុងក្រុមគ្រួសារអាស៊ានដែរអញ្ចឹងគេមើលឃើញចំណុចស្នូល3នេះគឺជានឹងគ្របដណ្ដប់នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី48របស់អាស៊ានចាប់ពីថ្ងៃទី7ទី6ដល់ថ្ងៃទី8នៅខេត្តសេប៊ូប្រទេសហ្វីលីពីនដែលកំពុងប្រព្រឹត្តទៅនេះបាទតាមមើលទៅកិច្ចប្រជុំលើកនេះអាចនឹងត្រូវបានគេមើលឃើញថាពីក្តីរំពឹងទុកមុនយ៉ាងណាខ្លះអំពីលទ្ធផលជាពិសេសតាមមើលទៅអាចជួយសម្រាលផលប៉ះពាល់ពីបញ្ហាដែលត្រូវបានលើកឡើងដូចលោកបានលើកឡើងអំបញ្ញមិញនេះបាទមានការរំពឹងទុកខ្ពស់ដែលថាប្រទេសនានាអាចងាកមកចាប់អារម្មណ៍លើបញ្ហាវិភាសាដោយបើកចិត្តទូលាយជាពិសេស
គឺបញ្ហាធម្មពិបត្តិធម្មពលឬហៅថាអសន្តិសុខធម្មពលដែលកំពុងតែកើតមានហើយការដែលថាបើសិនជាមានការអខានណាមួយឬក៏ការធ្វើរាំងស្ទះហ្នឹងប្រទេសខ្លួនឯងប្រទេសសម័យប្រទេសដែលមិនបានបង្ហាញពីឆន្ទៈពេញលេញក្នុងការងារនេះក៏ត្រូវអខានដែរក៏ត្រូវស្ទះដែរដោយសារតែបញ្ហាធម្មពលវាជាលក្ខណៈសកលទៅហើយមិនមែនមានតែកម្ពុជាឬក៏ប្រទេសណាមួយនៅក្នុងអាស៊ានទេគឺទាំងអស់គ្នាដូច្នេះគឺគេត្រូវការវិធានការរួមឬក៏ការចូលរួមស្រុះគ្នាដើម្បីធានាបាននៅការផ្គត់ផ្គង់មិនដាច់រយៈឬហៅថាការផ្គត់ផ្គង់ជាអចិន្ត្រៃយ៍មានន័យថាក្នុងកម្រិតណាមួយក្នុងនេះក៏គេបានលើកឡើងដែរអំពីការបង្រួមគម្លាតនៃការខ្វែងគំនិតគ្នាហើយជាពិសេសគឺជំនះនៅឧបសគ្គធ្វើយ៉ាងណាឲ្យផលប៉ះពាល់ឬក៏ការរំខាននេះវារួមតូចវិញมันអាចឲ្យការរំខានកាន់តែមានគម្លាតធំទៅធ្វើឲ្យការចំណាយនៃរដ្ឋាភិបាលមួយក៏ជាបន្ទុកខ្លាំងក្នុងការផ្ដល់ទុនបម្រុងទាំងលើបញ្ហាជីវភាពប្រចាំថ្ងៃទាំងលើបញ្ហាការចំណាយទៅលើធម្មពលនិងបញ្ហាជីវកម្មសកម្មជាដើមសម្រាប់ប្រជាពលរដ្ឋនៃប្រទេសមួយផ្នែកទៀតក៏គេរំពឹងថាកិច្ចប្រជុំនេះគឺបាននឹងងាកមកចាប់អារម្មណ៍ខ្លាំងដែរលើភាពតានតឹងដោយសារតែភាពតានតឹងវាបានរំខានដល់សកម្មភាពនានាទាំងការវិនិយោគទាំងបញ្ហាការទូតរួមទាំងបញ្ហាធម្មពលនេះគឺជាបញ្ហាប្រឈមបច្ចុប្បន្នដូច្នេះបញ្ហាដំណោះស្រាយនយោបាយគឺជាកត្តាធំមួយដែរដែលភាគីទាំងអស់ត្រូវតែរួមគ្នាដើម្បីដោះស្រាយឲ្យទាន់ពេលវេលាដូច្នេះគ្រាន់តែគេរំពឹងទុកទេដោយសារតែបញ្ហាទាំង3នេះដូចបានលើកឡើងនេះវាគ្របដណ្ដប់លើរបៀបវរៈនៃកិច្ចប្រជុំកំពូលហើយប្រទេសទាំងអស់គឺសុទ្ធសឹងតែរងផលប៉ះពាល់មិនមែនមានតែភាគីណាមួយនៅក្នុងចំណោមអាស៊ានឬក៏នៅក្នុងតំបន់អាស៊ីនោះបាទសូមអរគុណលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីដំណើរប្រព្រឹត្តទៅជារួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកនេះនឹងរងចាំមើលតើនឹងអាចទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាខ្លះជម្រាបលាបាទអរគុណ